ជំរាបមកបននេះសូមផ្ញើមនុស្សស្រីម្នាក់ដែលខ្ញុំធ្លាប់ស្រឡាញ់ហើយចង់និយាយថាអារម្មណ៍ខ្ញុំនៅតែនឹកនាងរហូតមិនអាចភ្លេចទេគឺយើងពីរនាក់ហូយូហើយទួដឹងត្រាំមានអ្នកផ្សេងនៅតែចង់ជួបចង់ប្រាប់ថានឹករំលឹករឿងខ្លះពីក្មេងយើងរៀននៅសាលារួមគ្នាហើយបន្ទប់រៀនក៏រួមគ្នាបើតាមបងចាំពេលនោះពួកយើងប្រឡែងគ្នាបងទាញឲ្យអូនឡើងយាហើយពួកយើងក៏ឆ្លោះគ្នាពេលគ្រូមកទាន់គ្រូក៏ពីនៃឲ្យឈរហាក្តៅឡើងយូរយាអូនមកបីបូនលួចជេរបងហើយបងទេត្រូវណាស់ហ៊ានធានាក្រោយមករំលងជាច្រើនឆ្នាំពួកយើងក៏បានស្រឡាញ់គ្នាតែពេលនេះយើងបែកគ្នានឹងអូនណាមិនចាស់ស្នេហ៍បងពេលនេះអូននឹងបងទេអូនកំពុងមាននាងថែនាងនៅក្បែរមិនមែនជាបងនឹងអូនណានឹងកន្លែងដែលយើងធ្លាប់ទៅរាល់ដងមិនគួរអ្វីដែលយើងបងមិនសម្រេចបើសិនបងបែករឿងច្រើនណាស់តែសូមប្រកាសរឿងធំមួយគឺរឿងមិត្តភក្តិនៅជុំវិញខ្លួនសំដីចារោគឲ្យយើងព្រួយយើងក៏ខឹងគ្នារៀងខ្លួនទីណាមានបងទីនោះគ្មានអូនសំដីផ្លែផ្កាឡើងរំជួយនេះជារឿងហេតុដែលអូននឹងបងឈីចាប់បេះដូងឡើងរលួយទុំរំតែដឹងហូបពេលអស់នេះគឺជារឿងពិតខ្ញុំមួយបើមានស្នេហាបើមិនច្បាស់ការកុំជឿគេថានាំតែព្រួយចាស់ស្នេហ៍បងពេលនេះអូននឹងបងទេអូនកំពុងមាននាងថែនាងនៅក្បែរមិនមែនជាបងនឹងអូនណានឹងកន្លែងដែលយើងធ្លាប់ទៅរាល់ដងមិនគួរអ្វីដែលយើងបងកន្លែងដែលយើងជាប់ទៅរាល់ដងមិនគួរអ្វីដែលយើងបងមិនសម្រេច